មានសំណួរច្រើនបាទបងប្អូនយើងសួរច្រើនតែហេតុអ្វីបានជាវេណេស៊ុយអេឡាដែលជាប្រទេសមួយដែលមានសម្ព័ន្ធមិត្តយោធាធំនៅក្នុងពិភពលោកដូចជាចិនដូចជារុស្ស៊ីដូចជាអ៊ីរ៉ង់បាទហើយនឹងមានការគ្រប់គ្រងពីបណ្ដាប្រទេសភូមិផងរបងជាមួយជាច្រើនទៀតបាទជាពិសេសគឺគុយបាស្ថិតនៅក្នុងអាមេរិកឡាទីនជាមួយនឹងខាងវេណេស៊ុយអេឡានេះដែលបណ្ដោយឲ្យសហរដ្ឋអាមេរិកបាទធ្វើព្យុះធ្វើភ្លៀងឈានទៅដល់ការចូលចាប់បាទចំណាយពេលតែមិនដល់កន្លះម៉ោងផងបាទត្រឹមតែមួយជាង20នាទីប៉ុណ្ណោះចាប់រហូតដល់ប្រធានាធិបតីឯណោះបាទមិនមែនជារឿងធម្មតាទេហើយបងប្អូនមើលពិនិត្យឡើងថាគ្រាន់តែអាមេរិកចាប់វេណេស៊ុយអេឡាអាមេរិកក៏ឆោឡោជុំវិញពិភពលោកហើយប្រទេសជាច្រើនបាទចេញមកថ្កោលទោសសហរដ្ឋអាមេរិកពីការរំលោភនៅដែនអធិបតេយ្យភាពពីការរំលោភច្បាប់អន្តរជាតិរំលោភនៅគេហៅថា UN Charter ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិជាដើមនេះបាទគឺវាជារឿងមួយដែលក៏ក្រៅពិភពលោកបាទដែលធ្វើឲ្យមហាអំណាចជាច្រើនតែធ្វើឲ្យមេដឹកនាំជាច្រើននៅលើពិភពលោកញាក់សាច់បាទពិភពលោកលែងមានសុវត្ថិភាពពិភពលោកលែងមានសំណាក់ធ្នាប់ពិភពលោកលែងគោរពច្បាប់អន្តរជាតិហើយការប្រើប្រាស់កម្លាំងបាទចូលចាប់ថ្នាក់ដឹកនាំនៅប្រទេសមួយដែលមានអធិបតេយ្យភាពដោយគ្រាន់តែចោទបាទចោទចេះតែចោទហើយបាទពីណាក៏អាចចោទបានដែរអ្នកនេះចោទអ្នកនេះចោទចេះចោទចោះបាទចោទចាប់ងាប់ទៅហើយបាទវាត្រូវតែគោរពទៅលើច្បាប់របស់អន្តរជាតិគោរពទៅលើអធិបតេយ្យភាពរបស់ប្រទេសមួយបាទដូច្នេះទេបញ្ហាទាំងនេះគឺចោទជាសំណួរយ៉ាងច្រើននៅខ្ញុំក៏បានបកស្រាយនៅក្នុង live ដល់คลิปប្រខុបរបស់ខ្ញុំកាលពីព្រឹកមិញដែរគឺពាក់ព័ន្ធទៅនឹងបញ្ហានេះហើយខ្ញុំគ្រាន់តែរំលឹកសង្ខេបឡើងវិញបន្តិចបាទគឺថាសំណួរដែលជាទូទៅប្រិយមិត្តតែងតែចោទសួរថាតើចិនរុស្ស៊ីអ៊ីរ៉ង់កូរ៉េខាងជើងនិងបណ្ដាប្រទេសជាច្រើនទៀតនោះគឺជាខ្លាកដាស់គឺជាអ្នកដែលក្បត់វេណេស៊ុយអេឡាឬក៏យ៉ាងណាបាទគឺខ្ញុំបានបញ្ជាក់កាលពីព្រឹកមិញនេះហើយគឺមហាអំណាចទាំងពីរនេះមិនបានក្បត់វេណេស៊ុយអេឡាទេហើយមហាអំណាចទាំងពីរនេះបានប្រឹងប្រែងណាស់បាទរហូតដល់ពេលនេះក៏នៅតែប្រឹងប្រែងនៅក្នុងផ្នែកការទូតផ្នែកតវ៉ាពីព្រោះមហាអំណាចចិនមហាអំណាចរុស្ស៊ីក៏បានគឺមានកៅអីនៅគេហៅថាក្រុមនៅកៅអីនៅគណៈសមាជិកអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិបាទ Permanent United Nation ដែលមានសិទ្ធិវេតូនេះគឺជាអំណាចធំបាទដែលគេបង្កើតឡើងក្រោយពីសង្គ្រាមលោកលើកទី2បង្កើត UN នេះមកឡើងដោយមាន5ប្រទេសនេះដែលជាក្រុមហៅប្រឹក្សាអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិនេះបាទគឺដើម្បីគ្រប់គ្រងពិភពលោកហើយនៅក្នុងនោះយើងឃើញហើយមានអាមេរិកបារាំងហើយនិងអង់គ្លេសជាប៉ូលមួយហើយមានចិនហើយនិងរុស្ស៊ីជាប៉ូលមួយដូច្នេះទេការតវ៉ាតាមរយៈការទូតការតយ៉ាវ៉ាដោយប្រើប្រាស់នៅច្បាប់អន្តរជាតិផ្សេងៗរបស់មហាអំណាចមិនមែនជារឿងធម្មតាទេនេះគឺជាការគ្រប់គ្រងមួយទៅដល់វេណេស៊ុយអេឡាទៅដល់លោកនីកូឡាស់ម៉ាឌូរ៉ូហើយមុនទៅពេលដែលកើតហេតុគឺមានការជួយយ៉ាងច្រើនណាស់មែនទែនទៅគឺជួយច្រើនណាស់វេណេស៊ុយអេឡានេះគឺទាំងចិនទាំងរុស្ស៊ីទាំងអ៊ីរ៉ង់បាទគេជួយច្រើនចិនបានជួយពាក់ព័ន្ធទៅនឹងបញ្ហាសេដ្ឋកិច្ចបាទគឺពាក់ព័ន្ធទៅនឹងប្រេងផលិតកម្មប្រេងការនាំចេញប្រេងការផ្ដល់នូវប្រាក់កម្ចីការកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនបាទទៅដល់វេណេស៊ុយអេឡាជាពិសេសគឺគេហៅថាប្រព័ន្ធអាវុធការពារដែនអាកាសផ្កាយរណបប្រព័ន្ធស៊ើបការក៏ដូចជាប្រព័ន្ធការពារដែនទឹកផងដែរបាទមាននាវាប្រយុទ្ធជាដើមហើយរុស្ស៊ីវាបានផ្ដល់យ៉ាងច្រើនពាក់ព័ន្ធទៅប្រព័ន្ធការពារដែនអាកាសពាក់ព័ន្ធទៅនឹងយន្តហោះស៊ូ30បាទយន្តហោះដ៏ទំនើបមីស៊ីលជាច្រើនបាទគឺទៅដល់វេណេស៊ុយអេឡាព្រមទាំងផ្ដល់នៅការបណ្ដុះបណ្ដាលផ្ដល់នៅការលក់អាវុធការបណ្ដុះបណ្ដាលផ្សេងទៀតទៅដល់វេណេស៊ុយអេឡាបាទហើយបើសួរថានៅពេលដែលកើតមានហេតុនោះហេតុអ្វីក៏មហាអំណាចទាំងពីរមិនចូលជួយបាទនេះមិនមែនជាសង្គ្រាមទេអ្វីដែលការចូលចាប់របស់សហរដ្ឋអាមេរិកចាប់លោកនីកូឡាស់ម៉ាឌូរ៉ូនេះគឺជាការបង្ក្រាបគេដាក់ប្រើពាក្យថាការឆ្មក់ចូលចាប់ឧក្រិដ្ឋជនបាទឧក្រិដ្ឋជនជួញដូរគ្រឿងញៀនហើយនឹងជួញដូរអាវុធចូលទឹកដីសហរដ្ឋអាមេរិកបាទ
គឺសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក Donald Trump មិនបាច់សុំការអនុញ្ញាតពីសភាទេមិនបាច់មានការអនុម័តពីសភាក្នុងការធ្វើប្រតិបត្តិការនេះទេពីព្រោះនេះមិនមែនជាសង្គ្រាមបាទនេះជាការបញ្ជាក់របស់លោក Marco Rubio រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិកហើយអ្វីគឺចិនហើយនិងរុស្ស៊ីបានដាក់អស់ហើយបាទទៅឲ្យខាងវេណេស៊ុយអេឡាក្នុងការការពារខ្លួនបាទប៉ុន្តែនេះគឺវាអាចក្នុងករណីដែលកើតចេញពីដង្កូវក្នុងសាច់របស់ខ្លួនឯងបាទទីមួយដែលខ្ញុំអាចពិនិត្យមើលគឺពាក់ព័ន្ធទៅនឹងចារកម្មរបស់សហរដ្ឋអាមេរិករួមទាំង CIA ទី2ប្រតិបត្តិការរបស់ Delta Force បាទកងកម្លាំង Delta Force របស់សហរដ្ឋអាមេរិកនេះគឺជាកងកម្លាំងដែលបងប្អូននៅចាំទេគេប្រើកងកម្លាំង Delta Force នេះគឺក្នុងការចាប់នៅអ ுக ្រិតជនណាមួយដែលគេតាមចាប់ឬក៏ភេរវកម្មណាមួយភេរវជនណាមួយនៅអន្តរជាតិនៅប្រទេសទី3នៅប្រទេសផ្សេងបាទឧទាហរណ៍ដូចការចាប់នៅលោកអូសាម៉ាប៊ិនឡាដិនបាទនៅប៉ាគីស្ថានបាទគឺគេប្រើ Delta Force នេះហើយក្រុមនេះខ្លាំងណាស់បាទហើយក៏ដូចជាការចាប់លោក Maduro នេះបាទ Nicolas Maduro ប្រធានាធិបតីរបស់វេណេស៊ុយអេឡាក៏ជាក្រុមកងកម្លាំងដ៏ខ្លាំងគេហៅ Delta Force នេះដែរបាទមិនធម្មតាទេបាទមិនធម្មតាគឺមានចារកម្មរបស់សហរដ្ឋអាមេរិកនៅពាសពេញពិភពលោកជាពិសេសគឺនៅបណ្ដាប្រទេសដែលគេដាក់នៅក្នុងបញ្ជីខ្មៅដែលនឹងមានភាពតានតឹងជាមួយសហរដ្ឋអាមេរិកដូច្នេះការស្ទូបយកការគឺមានការមកចត់ពាក់ព័ន្ធទៅនឹងប្រព័ន្ធការពារដែនអាកាសតាក់ទងទៅនឹងកងទ័ពតាក់ទងទៅនឹងទម្លាប់នៃការរស់នៅរបស់លោក Maduro ផ្សេងទាំងអស់មកគឺគេក្តាប់បានទាំងអស់ហើយក៏មានការកើតចេញពីដង្កូវក្នុងសាច់ផងដែរបាទមានឧត្តមសេនីយ៍ជាច្រើនខ្ញុំយល់ឃើញថានៅក្នុងប្រទេសវេណេស៊ុយអេឡានេះគឺមានការចោះចូលមានការមិនពេញចិត្តនឹងការដឹកនាំរបស់លោក Maduro ដែលបើកដៃឲ្យអាមេរិកបានធ្វើរហូតដល់ពេលនេះធ្វើដូច្នេះបានបាទត្រឹមតែប្រតិបត្តិការជាង2ម៉ោងហើយការចាប់ខ្លួនរបស់លោក Maduro ត្រឹមតែជា20នាទីបាទគឺចប់សពគ្រប់មិនមែនជារឿងធម្មតាទេបាទហើយមួយទៀតសោតគឺប្រព័ន្ធការពារគេហៅថាប្រព័ន្ធអាវុធយុទ្ធភ័ណ្ឌរបស់អាមេរិកគឺបានសិក្សាអស់បាទពីទីតាំងអាវុធទាំងមីស៊ីលទាំងប្រព័ន្ធការពារដែនអាកាសផ្សេងបាទដូច្នេះទេអាមេរិកប្រើអាវុធដែលมันអាចប៉ាន់ស្មានបានគឺអាវុធគេថាអាវុធអេឡិចត្រូនិកបានបិទភ្នែកផ្កាយរណបនិងប្រព័ន្ធដែនអាកាសបាទជាច្រើនរបស់ចិនរបស់រុស្ស៊ីបាទនេះគឺជាមហាអំណាចចឹងបងប្អូនពេលខ្លះយើងនិយាយពាក្យថាអាមេរិកស្រួលនិយាយប៉ុន្តែអាមេរិកមិនមែនជាប្រទេសធម្មតាទេដែលយើងនឹកស្មានដល់ទេបាទមានការលាក់កំបាំងនៅបច្ចេកវិទ្យានៅសុខពិវត្តទំនើបបាទដែលយើងមិនអាចស្មានដល់បាទដូច្នេះទេជាបែបបទជាច្បាប់ទម្លាប់របស់អន្តរជាតិក្នុងភូមិសាស្ត្រនយោបាយក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិបាទគឺការមិនចូលជួយនៅពេលដែលបើកប្រតិបត្តិការនេះពីចិនហើយនិងពីរុស្ស៊ីគឺមិនខុសទេដូចខ្ញុំបញ្ជាក់ខាងពីព្រឹកមិញអញ្ចឹងបាទគឺបានជួយហើយនៅមុនពេលមានព្រឹត្តិការណ៍ទាំងសេដ្ឋកិច្ចទាំងសពពិវត្តទាំងការបណ្ដុះបណ្ដាលទាំងប្រព័ន្ធការពារដែនអាកាសបាទទាំងអាវុធមីស៊ីលទាំងគេហៅថាកងទ័ពជើងទឹកលាក់បាទគេបណ្ដុះបណ្ដាលឲ្យយើងឲ្យដើម្បីការពារបាទហើយក្រោយនៅពេលការចាប់ខ្លួនគឺប្រទេសមហាអំណាចទាំងពីរនេះបានប្រឹងប្រែងយ៉ាងខ្លាំងបាទគឺការគម្រាមកំហែងរបស់មហាអំណាចដែលមានកៅអីជានៅក្នុងអចិន្ត្រៃយ៍អង្គការសហជីវជាតិនេះមិនមែនជារឿងធម្មតាទេបាទហើយការគម្រាមរបស់មហាអំណាចនីមួយៗបាទគឺជារឿងមួយដែលមិនធម្មតាដូច្នេះគឺមហាអំណាចទាំងពីរនេះបានប្រឹងប្រែងបានធ្វើអស់ហើយប៉ុន្តែអ្វីដែលបងប្អូនយល់ថាចិនហើយនៅរុស្ស៊ីក្បត់នៅវេណេស៊ុយអេឡានេះដោយសារតែមិនឃើញមានអន្តរាគមន៍យោធាបាទពីប្រទេសចិនពីប្រទេសរុស្ស៊ីបានបងប្អូននឹកឃើញហ្នឹងនេះប្រហែលជាមានការក្បត់បាទពីខាងបណ្ដាមហាអំណាចទាំងពីរនេះវាមិនពិតទេពីព្រោះដូចខ្ញុំបានបញ្ជាក់ហើយគឺទាំងវេណេស៊ុយអេឡាជាមួយចិនវេណេស៊ុយអេឡាជាមួយនឹងរុស្ស៊ីគឺมันមានគេហៅថា military pact มันមានសន្ធិសញ្ញាយោធាការពារគ្នាទៅវិញទៅមកទេបាទទាំងចិនទាំងរុស្ស៊ីនេះមិនទាន់មានធ្វើគេហៅថា military pact សន្ធិសញ្ញាការពារគ្នាទៅវិញទៅមកទេអត់មានទេនៅលើពិភពលោកនេះមានតែយើងបានដឹងគ្រប់គ្នាគឺល្បីល្បាញនោះគឺសន្ធិសញ្ញាគេហៅថារបស់ NATO បាទដែលចែងនៅក្នុងមាត្រា5ក្នុងការមានសេចក្តីកិច្ចសហប្រតិបត្តិការការពារគ្នានៅក្នុងសមាជិករបស់ NATO នោះមាត្រា5បាទគឺការពារបើសិនជាសមាជិកណាមួយ
ប្រទេសណាមានបណ្ដាប្រទេសណាមួយវាយទៅលើសមាជិករបស់ NATO នោះស្មើនឹងវាយ NATO ទាំងមូលបាទគឺ NATO ទាំងមូលត្រូវចេញមុខក្នុងការការពារបាទមានតែ NATO ទេហើយចុងក្រោយនេះមានកើតទៅដូចខ្ញុំបានបញ្ជាក់ខ្លះហើយគឺប៉ាគីស្ថានបានចុះ military pact ជាមួយនឹងអារ៉ាប៊ីសាអូឌីតបាទសន្ធិសញ្ញាយោធាការពារគ្នារវាងប៉ាគីស្ថានហើយនិងអារ៉ាប៊ីសាអូឌីតដែលមានគំរូដូចនឹង NATO បាទនេះហើយនៅពេលនេះក៏កំពុងតែមានការប្រឹងប្រែងយ៉ាងខ្លាំងពីអ៊ុយក្រែនបាទចង់បានគេហៅថា military pact នេះដែរក្នុងការគ្រប់គ្រងអ៊ុយក្រែនពីសហរដ្ឋអាមេរិកពី NATO ផងដែរប៉ុន្តែខ្ញុំជឿជាក់ថាមានការលំបាកបើសិនជាប្រើនៅក្រោមឆ័ត្រដូច NATO នោះគឺរុស្ស៊ីមិនព្រមទេទៅលើការចរចាកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់សង្គ្រាមរុស្ស៊ីអ៊ុយក្រែននោះបាទដូច្នេះទេអ្វីតែយើងមើលមហាអំណាចមិនអាចចូលការពីប្រទេសណាមួយបានទេកុំសង្ឃឹមរួមទាំងកម្ពុជាយើងផងដែរបើមានការបើកការវិវហាពីប្រទេសជិតខាងបងប្អូនយល់ឡើងចិនមិត្តដៃថៃវាសនារួមហេតុអីក៏មិនចូលជួយកម្ពុជាមិនលើកតបជួយកម្ពុជាគេមិនធ្វើដូច្នោះទេបាទការដឹកនាំរបស់មហាអំណាចគេខ្លឹងថ្លែងអំពីផលប្រយោជន៍មិនមែនតែផលប្រយោជន៍របស់កម្ពុជាគឺផលប្រយោជន៍ទាំងអស់នៅជុំវិញពិភពលោកបើយើងនិយាយអំពីផលប្រយោជន៍សេដ្ឋកិច្ចផលប្រយោជន៍នៃការលក់សុខភាពវិញគឺប្រទេសថៃគេមានសក្តានុពលជាងយើងទៅទៀតបាទដូច្នេះទេអ្វីដែលខាងមហាអំណាចសម្ព័ន្ធមិត្តរបស់យើងគ្រប់គ្រងយើងកន្លងមកនេះយើងគឺចាប់យកមិនបានគ្រប់ជ្រុងជ្រោយបាទគ្រប់ជ្រុងជ្រោយមានន័យថាយ៉ាងម៉េចមានន័យថាយើងត្រូវពង្រឹងសេដ្ឋកិច្ចតាមរយៈកិច្ចសហប្រតិបត្តិការជាមួយនឹងមហាអំណាចចិនតាមរយៈការទិញសព្វវុធទំនើបចុងក្រោយបាទពីមហាអំណាចចិនតាមរយៈកិច្ចសហប្រតិបត្តិការចូលហ៊ុនគ្នាក្នុងការតម្លើងរោងចក្រផលិតនៅសព្វវុធនៅក្នុងប្រទេសកម្ពុជារបស់យើងជាមួយនឹងមហាអំណាចមិត្តរបស់យើងតាមរយៈការសាវជ្រាវនិងអភិវឌ្ឍនៅគំនិតថ្មីនៅអាវុធថ្មីទំនើបដែលចាំបាច់បាទពាក់ព័ន្ធទៅនឹង Cyber Wars បាទសង្គ្រាមបច្ចេកវិទ្យា Robo Drone Missile ការពារដែនអាកាស Missile រយៈចម្ងាយឆ្ងាយជាដើមបាទដែលយើងត្រូវចាំបាច់គឺយើងនៅមានការខ្វះចន្លោះអំពីបញ្ហាទាំងនេះដែលខ្ញុំមើលឃើញហើយដែលយើងត្រូវបំពេញនៅក្នុងករណីនាពេលខាងមុខនេះយើងត្រូវវិនិយោគផ្នែកខាងនេះបង្កើនកិច្ចសហប្រតិបត្តិការជាមួយនឹងមហាអំណាចដើម្បីទាញយកប្រយោជន៍ដូចខ្ញុំបានលើកឡើងខាងដើមហើយវាជាគំរូដ៏ល្អបាទដែលយើងត្រូវរៀនសូត្រដែលមិនអាចកាត់ផ្ដាច់បាននោះបាទដូចខ្ញុំលើកឡើងខ្លះហើយគឺពាក់ព័ន្ធទៅនឹងកូរ៉េខាងជើងដែលកូរ៉េខាងជើងហើយនិងអ៊ីរ៉ង់គេប្រើនៅយុទ្ធសាស្ត្រការពារកម្ប្រមាបាទចូលមិនរួចទេគឺតាមរយៈការពង្រឹងនូវសមត្ថភាពខ្លួនឯងផ្ទៃក្នុងការបង្កើននូវសព្វវុធយោធាកងទ័ពហើយនិងអាវុធយុទ្ធភ័ណ្ឌរបស់គេបាទគឺគេការពារខ្លួនគេបងប្អូនឃើញហើយអ៊ីរ៉ង់នៅពេលដែលប្រយុទ្ធជាមួយនឹងអ៊ីស្រាអែលប្រយុទ្ធនៅជាមួយសហរដ្ឋអាមេរិកមានប្រទេសណាចូលជួយអ៊ីរ៉ង់ទេតែអ៊ីរ៉ង់ធ្វើបានយ៉ាងល្អតាមរយៈកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីកិច្ចសហប្រតិបត្តិការជាមួយចិនបានធ្វើទំនើបកម្មយោធារបស់ខ្លួនជាពិសេសមីស៊ីលល្បឿនលឿនជាងសម្លេងបាទមីស៊ីលល្បឿនលឿនជាងសម្លេងរបស់អ៊ីរ៉ង់ឃើញហើយវាយចូលអ៊ីស្រាអែលទោះបីជាខែលការពារ3ជាន់នោះក៏មិនអាចទប់បានដែរដ្រូនរបស់អ៊ីរ៉ង់ដែលមានតម្លៃថោកតែជាង$20,000ទេបាទដែលមានប្រសិទ្ធភាពហើយនឹងប្រសិទ្ធផលខ្ពស់ក្នុងការចូលនៅក្នុងឆាកប្រយុទ្ធដែលតម្រូវឲ្យបាទប្រទេសអ៊ីស្រាអែលហើយនឹងមហាអំណាចផ្សេងប្រើនៅគេហៅមីស៊ីលដែលមានតម្លៃរាប់$10 លានដើម្បីបាញ់កំទេច drone ដែលមានតម្លៃត្រឹមតែជាង$20,000របស់អ៊ីរ៉ង់នេះបាទនេះគឺជារឿងដែលអ៊ីរ៉ង់ធ្វើបានល្អនៅក្នុងការសាវជ្រាវអភិវឌ្ឍនៅអាវុធដែលទំនើបមានប្រសិទ្ធភាពហើយនឹងមានប្រសិទ្ធផលក្នុងការធ្វើសង្គ្រាមជាមួយនឹងអ៊ីស្រាអែលជាមួយអាមេរិកក៏ដូចជាបញ្ជូននៅសព្វវុធនេះទៅដល់បណ្ដាប្រទេសដែលជាសម្ព័ន្ធមិត្តហើយអ្វីដែលកម្ពុជាយើងត្រូវរៀនដែលល្អបំផុតដែលខ្ញុំលើកឡើងខាងដើមហើយគឺកម្ពុជាយើងត្រូវរៀនពី model របស់ប៉ាគីស្ថានដែលបានដើរកន្លងមកនេះបាទពីព្រោះប៉ាគីស្ថានជាមិត្តបាទជាមិត្តដៃថែបជាមួយនឹងប្រទេសចិនដូចជាកម្ពុជាដែរ
កម្ពុជាជាមួយចិនគឺជំនិតដៃថៃវាសនារួមហើយនឹងមានកិច្ចសហប្រតិបត្តិការត្បូងពេជ្រដូច្នេះទេទាំង model ទាំងមហាអំណាចដែលត្រូវចាប់គំរូផ្សេងទាំងអស់កម្ពុជាយើងត្រូវរៀនសូត្រពីប៉ាគីស្ថានបាទដែលជាអ្នកដែលមានសក្តានុពលបំផុតហើយនឹងមានគេហៅថា context នៅក្នុងបរិបទស្រដៀងគ្នាបាទទី1ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចយើងឃើញហើយប៉ាគីស្ថានមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយចិនមកស្ទើរគ្រប់វិស័យយ៉ាងការដឹកជញ្ជូនបាទទាំងរ៉ែទាំងការវិនិយោគទាំងការនាំចេញនាំចូលបាទទី2គឺការទិញសព្វវិវត្តដែលទំនើបមិនមែនទិញសព្វវិវត្តដែលហួសសម័យទេទិញសព្វវិវត្តទំនើបពីចិនមាន J10 បាទយន្តហោះប្រយុទ្ធ J10 មានមីស៊ីលបាទរយៈចម្ងាយឆ្ងាយមានប្រព័ន្ធដែនអាកាសទី3គឺធ្វើកិច្ចសហប្រតិបត្តិការក្នុងការចូលហ៊ុនគ្នា corporate បាទ corporate តាក់ទងទៅនឹង weapon factory គេហៅថារោងចក្រផលិតសព្វវិវត្តបាទនេះគឺមានប្រទេសច្រើនដែលគេធ្វើដូចជាថៃជាដើមគេធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងកូរ៉េជាមួយនឹងអ៊ីស្រាអែលបាទក្នុងការផលិតសព្វវិវត្តនៅក្នុងស្រុកដូចគ្នាគឺប៉ាគីស្ថាននេះបាទកិច្ចសហប្រតិបត្តិការជាមួយចិននេះគឺផលិតរហូតដល់យន្តហោះប្រយុទ្ធ J17 បាទនេះគឺគេធ្វើបានល្អណាស់បាទ J17 បូករួមទាំងបំពាក់ដោយមីស៊ីលបាទបាញ់ពីអាកាសទៅអាកាសប្រព័ន្ធការពារដែនអាកាសផ្សេងដូច្នេះប៉ាគីស្ថានបានក្លាយជាមហាអំណាចមួយដ៏ខ្លាំងក្លាដែលអាចទប់ទល់ជាមួយនឹងមហាអំណាចឥណ្ឌាបាញ់កំទេចចោលនៅគេហៅថាអាវុធយុទ្ធភ័ណ្ឌរបស់លោកខាងលិចបាទ Typhoon តាក់ទងទៅនឹងយន្តហោះប្រយុទ្ធបាទ Rafale របស់បារាំងជាដើមដែលបង្ហាញពីកិត្យានុភាពពីមហាអំណាចពីរដ្ឋាភិបាលរបស់ប៉ាគីស្ថាននៅក្នុងតំបន់ក៏ដូចជាឈានរហូតដល់តំបន់មជ្ឈមបូព៌ាដូច្នេះអ្វីដែលយើងមើលរៀនសូត្រនេះបាទគឺពីប៉ាគីស្ថាននេះតែម្ដងក្នុងកិច្ចទំនាក់ទំនងជាមួយនឹងមហាអំណាចចិនបាទហើយទន្ទឹមនឹងនេះនៅក្នុងភូមិសាស្ត្រនយោបាយចិនក៏មានការពឹងអាស្រ័យច្រើនជាមួយនឹងប៉ាគីស្ថានដែរដូចតែចិនពឹងជាមួយនឹងកម្ពុជាដែរខ្ញុំលើកឧទាហរណ៍ការដឹកជញ្ជូនរបស់ចិនចេញទៅសមុទ្រអន្តរជាតិគឺត្រូវការផ្លូវសូត្រដែលតាមរយៈប្រទេសប៉ាគីស្ថាននេះបាទហើយចំណុចធំជាងគេគឺចិនប៉ាគីស្ថានគឺជាស្ពានចម្លងក្នុងការបង្កើតទំនាក់ទំនងនិងបង្កើតឥទ្ធិពលទៅដល់ប្រទេសអ៊ីស្លាមបាទដែលមានជាង50ប្រទេសនេះគឺជាចំណុចសំខាន់ដែលចិនត្រូវពឹងប៉ាគីស្ថានដែរដូច្នេះទេប៉ាគីស្ថានបានដោយមានចិនជាខ្នងបង្អែកមានកិច្ចសហប្រតិបត្តិការមានសព្វវិវត្តទាំងទិញពីចិនទាំងការបណ្ដុះបណ្ដាលពីចិនទាំងផលិតរួមគ្នាជាមួយនឹងចិនបាទហើយប៉ាគីស្ថានគឺជារដ្ឋអ៊ីស្លាមតែមួយគត់ដែលមាននុយក្លេអ៊ែរទៅទៀតបាទដូច្នេះវាមានផលប្រយោជន៍ទៅវិញទៅមកក្នុងកិច្ចសហប្រតិបត្តិការរវាងចិននិងប៉ាគីស្ថាននេះហើយប៉ាគីស្ថានបានលូកមួយជំហានទៀតចូលទៅមជ្ឈមបូព៌ាតាមរយៈនៅក្នុងកិច្ចប្រជុំរដ្ឋអ៊ីស្លាមបាទដែលមានជាង50ប្រទេសនោះគឺប៉ាគីស្ថាននេះคล้ายជាតារារះនៅក្នុងកិច្ចប្រជុំនៅក្នុងរដ្ឋអ៊ីស្លាមជាង50ប្រទេសនៅកាតាកន្លងមកនេះហើយប៉ាគីស្ថានបានចុះហត្ថលេខាលក់អាវុធឲ្យបណ្ដាប្រទេសអារ៉ាប់មួយចំនួនក៏ជាពិសេសនោះគឺចុះហត្ថលេខាទៅលើគេហៅថា military pact គឺគេហៅថាសន្ធិសញ្ញាយោធាការពារគ្នាទៅវិញទៅមកដែលគេប្រើ model របស់ NATO បាទនេះគឺជាការពង្រឹងនៅអំណាចប៉ាគីស្ថាននៅលើឆាកអន្តរជាតិតាមរយៈកិច្ចសហប្រតិបត្តិការជាមួយចិននេះបាទអញ្ចឹងទេប៉ាគីស្ថានសញ្ញាចុះហត្ថលេខាជាមួយនឹងអារ៉ាប៊ីសាអូឌីតតាក់ទងទៅនឹងកិច្ចការពារផ្នែកយោធាទៅវិញទៅមកនៅពេលដែលមានការវាយទៅលើប្រទេសណាមួយប្រទេសស្មើនឹងវាយទៅលើប្រទេសនោះប្រទេសដៃគូមានន័យថាបើមានអ៊ីរ៉ង់វាយទៅលើអារ៉ាប៊ីសាអូឌីតប៉ាគីស្ថានគឺជួយចេញជួយពីព្រោះតាមរយៈកិច្ចសហប្រតិបត្តិការនេះបាទហើយបើមានកិច្ចសហប្រតិបត្តិការគេរំ military pact នេះហើយបើ
អារ៉ាប៊ីសាអូឌីតមានបញ្ហាប៉ាគីស្ថានមិនជួយនោះហើយមកគេចោទថាក្បត់បានគេប្រើពាក្យក្បត់ដូចបងប្អូនប្រើពាក្យក្បត់ខាងលើហ្នឹងថារុស្ស៊ីហើយនឹងចិនក្បត់នឹងវេណេស៊ុយអេឡាមិនពិតទេពីព្រោះมันមានសន្ធិសញ្ញាយោធាការពារគ្នាទៅវិញទៅមកទេដោយប៉ាគីស្ថានជាមួយនឹងអារ៉ាប៊ីសាអូឌីតទេបាទហើយអ្វីដែលបង្កើតតាមរយៈការគ្រប់គ្រងពីចិននេះប៉ាគីស្ថានចុះកិច្ចព្រមព្រៀងសន្ធិសញ្ញាការពារយោធានេះជាមួយនឹងអារ៉ាប៊ីសាអូឌីតនេះគឺជាចំណុចចាប់ផ្ដើមតែប៉ុណ្ណោះបន្តទៅទៀតគឺមានការចាប់អារម្មណ៍យ៉ាងច្រើនពីបណ្ដាប្រទេសនៅមជ្ឈមបូព៌ានៅក្នុងនោះយើងឃើញមានប្រទេសកាតាប្រទេសគុយវ៉ែតដែលជាប្រទេសសាច់អ្នកមានតែម្ដងអារ៉ាប៊ីសាអូឌីតអារ៉ាប់រួមជាពិសេសគឺមានអេស៊ីបបាទអេស៊ីបដែលជាប់ភូមិផងរបងជាមួយនឹងប៉ាឡេស្ទីនជាប់ជិតជាមួយនឹងអ៊ីស្រាអែលនេះបាទហើយក៏មានការចាប់អារម្មណ៍ផងដែរពីទួរគីជាសមាជិករបស់ NATO ប៉ុន្តែទួរគីមានការរលាក់រឡើយបាទជាមួយនឹងរុស្ស៊ីហើយឥឡូវនេះក៏ចាប់អារម្មណ៍ទៅចង់មានកិច្ចព្រមព្រៀងយោធាការពារគ្នាទៅវិញទៅមកនេះជាមួយបណ្ដាជាមួយនឹងប៉ាគីស្ថានផងដែរគេជាប្រទេសអារ៉ាប់ហ្នឹងដូច្នេះយើងត្រូវចេះប្រែក្លាយកិច្ចសហប្រតិបត្តិការជាមួយមហាអំណាចពង្រឹងខ្លួនទាំងសេដ្ឋកិច្ចទាំងយោធាតាមវិធីសាស្ត្រដែលខ្ញុំលើកឡើងខាងដើមបាទហើយកម្ពុជាយើងក៏មានដែរខ្ញុំលើកឡើងអំពីកិច្ចសហប្រតិបត្តិការគឺត្រូវលើកឡើងអំពីផលប្រយោជន៍ដូចជាប៉ាគីស្ថានបានផលប្រយោជន៍ពីចិនក៏មានការពឹងផ្អែកទៅលើប៉ាគីស្ថានបាទសម្រាប់កម្ពុជាយើងក៏មានផលប្រយោជន៍ដែរបាទក៏មានការពឹងផ្អែកដែរក្រៅពីសេដ្ឋកិច្ចការវិនិយោគយ៉ាងច្រើនរបស់ចិនការផ្ដល់នៅគេហៅជំនួយឥតសំណងកត់ជ័យសម្បត្តិក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅកម្ពុជាក៏ដូចជាសេដ្ឋកិច្ចរបស់កម្ពុជាពាក់ព័ន្ធទៅនឹងបញ្ហាយោធាការបណ្ដុះបណ្ដាលផ្នែកយោធាការទិញសព្វវិបុត្រជំនួយសព្វវិបុត្រអាវុធយុទ្ធភ័ណ្ឌអ្វីដែលយើងនៅខ្វះខាតគឺកម្ពុជាយើងត្រូវធ្វើការពង្រឹងបន្ថែមពាក់ព័ន្ធទៅនឹងអាវុធដែលទំនើបបាទពីចិនហើយនឹងធ្វើកុងត្រាកិច្ចសន្យាក្នុងការបង្កើតរោងចក្រផលិតសព្វវិបុត្រតាមរយៈកិច្ចសហប្រតិបត្តិការជាមួយចិនតាមរយៈហ៊ុនគ្នាឬក៏តាមរយៈយន្តការណាបាទរដ្ឋដើម្បីផលិតការពារបូរណភាពទឹកដីហើយនឹងនាំចេញបាទហើយកម្ពុជាក៏ត្រូវតែពង្រឹងបន្ថែមតាក់ទងទៅនឹងការស្រាវជ្រាវនិងការអភិវឌ្ឍទៅលើសព្វវិបុត្រទំនើបកន្លងមកខ្ញុំឃើញហើយមានទាំងកូនខ្មែរទៀតបាទបានផលិតនៅដ្រូនយូកាបាទដ្រូនអត្តឃាតជាដើមណានេះគឺជារឿងល្អបើសិនជាកូនខ្មែរណាយើងដែលមានភាពលេចធ្លោខ្ញុំឃើញដូចជាហ្វានស្អីបាទខាងផលិតដ្រូននោះគួរតែមានការគ្រប់គ្រងបន្ថែមឲ្យបានខ្លាំងក្លាពង្រីកនៅផលិតកម្មដ្រូននេះបាទដ្រូនសំខាន់ជាងគេគឺដ្រូនឈ្លបយូកាដ្រូនអត្តឃាតហើយនឹងដ្រូនដិតស្បៀងជាដើមបាទដែលមានសារៈសំខាន់យើងត្រូវគ្រប់គ្រងទៅដល់កូនខ្មែរណាដែលមានគំនិតច្នៃប្រឌិតហើយឃើញមានភាពលេចធ្លោទាំងនេះពង្រឹងបន្ថែមស្រាវជ្រាវបន្ថែមតាមរយៈគ្រប់គ្រងពីវិស័យឯកជនគ្រប់គ្រងពីវិស័យសាធារណៈពីរដ្ឋាភិបាលបាទទន្ទឹមនឹងនេះកិច្ចសហប្រតិបត្តិការជាមួយចិនយើងក៏ផ្ដល់នូវផលប្រយោជន៍ជាច្រើនដល់ចិនដែរតាក់ទងទៅនឹងការគ្រប់គ្រងនៅគោលនយោបាយការបរទេសរបស់ចិនគោលនយោបាយចិនតែមួយពាក់ព័ន្ធទៅនឹងបញ្ហាតៃវ៉ាន់គ្រប់គ្រងពាក់ព័ន្ធទៅនឹងការដោះស្រាយដោយសន្តិវិធីទៅលើបញ្ហាចំនួននៃដែនសមុទ្រចិនខាងត្បូងបាទនេះគឺជាអ្វីដែលយើងបានផ្ដល់ប្រយោជន៍ជាច្រើនទៅដល់ចិនដែរពាក់ព័ន្ធទៅនឹងបញ្ហារ៉ែជាដើមបាទដូច្នេះឯកទៅលើកិច្ចការផ្ដល់ផលប្រយោជន៍ទៅវិញទៅមកជាមួយនឹងមហាអំណាចនេះយើងគួរតែទាញបាទរៀនសូត្រពីប៉ាគីស្ថានបាទខ្ញុំបញ្ជាក់ដដែលបាទរៀនសូត្រពីប៉ាគីស្ថានដើម្បីទទួលផលប្រយោជន៍បានជាអតិបរមាដើម្បីបង្កើតនូវយុទ្ធសាស្ត្រការពារជាតិការពារបូរណភាពទឹកដីដើម្បីឲ្យកម្ពុជាប្រែក្លាយទៅជាកម្មប្រមា